មាសបានធ្លាក់ចុះដល់តម្លៃ$4666នៅក្នុង1អោននៅព្រឹកនេះបាទស្វាគមន៍បងប្អូនទាំងគ្នាមកជួបខ្ញុំបាទថ្ងៃនេះនៅក្នុងវីដេអូថ្មីសម្រាប់បងប្អូនដែលមិនទាន់មានគណនីទិញលក់ហាងឆេងមាសអាចធ្វើការបើកគណនីតាមរយៈខ្ញុំបាទបានដើម្បីមានឱកាស join នៅក្នុង Channel VIP និងទទួលបានការប្រឹក្សា24ម៉ោងលើ24ម៉ោងផងដែរនៅព្រឹកថ្ងៃទី28ខែ4ឆ្នាំ2026នេះមាសបានបើកផ្សារនៅក្នុងតម្លៃ$4682នៅក្នុង1អោនឬក៏ស្មើនឹង$5640នៅក្នុង1តម្លឹងហើយតម្លៃមាសក៏បានធ្វើការបន្តនៅក្នុងការធ្លាក់ចុះទៀតដល់តម្លៃ$5621នៅក្នុង1តម្លឹងឬក៏ស្មើនឹង$4666នៅក្នុង1អោនការធ្លាក់ចុះរបស់មាសនេះគឺធ្លាក់ចុះបែបសន្សឹមគឺមិនបានធ្លាក់ចុះជាគំហុកនោះទេហើយក៏ជាឱកាសល្អមែនទែនសម្រាប់បងប្អូនដែលមានបំណងនៅក្នុងការចង់ទិញមាសនៅពេលដែលមាសកំពុងតែធ្លាក់ចុះបែបនេះសម្រាប់ស្ថានភាពសង្គ្រាមនៅឯមជ្ឈមបូព៌ាឯនោះវិញគឺមិនទាន់វិវត្តទៅរកការចរចារហូតដល់បញ្ចប់សង្គ្រាមនៅឡើយទេនៅតែរកផ្លូវមិនទាន់ឃើញនៅក្នុងការបើកផ្លូវចរចាសារជាថ្មីម្ដងទៀតរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសអ៊ីរ៉ង់បើទោះបីជាមានព័ត៌មានចេញមកវិជ្ជមានខ្លះៗថាអ៊ីរ៉ង់បានផ្ញើសំណើទៅអាមេរិកក៏ពិតមែនប៉ុន្តែគឺមិនទាន់មានការឆ្លើយតបហើយឈានទៅដល់ការចរចាជាថ្មីម្ដងទៀតជុំទី2នៅឡើយទេបងប្អូនអាចរងចាំមើលទាំងអស់គ្នាបានកុំភ្លេច join នៅក្នុង Channel Telegram និង follow page Facebook ដើម្បីទទួលបានព័ត៌មានថ្មីៗបំផុតផងដែរ